កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានស៊ូទ្រាំនឹងយុទ្ធនាការឆ្នាំ2024-2025 ដ៏ខកចិត្តហើយមិនបានបង្ហាញខ្លួនចាប់តាំងពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Copa del Rey នៅថ្ងៃទី26 ខែមេសាហើយក៏មានព័ត៌មានចចាមអារ៉ាមទាក់ទងនឹងការចាក់ចេញទោះបីជាយ៉ាងណាក៏ដោយយោងតាមការចេញផ្សាយរបស់ម៉ាកាបានឲ្យដឹងថាក្លឹបបានផ្ដល់ឱកាសឲ្យគាត់ដើម្បីស្វែងរកឡើងវិញនៅស្តង់ដារដែលរំពឹងទុករបស់កីឡាកររៀលក្នុងរយៈពេល45ថ្ងៃបន្ទាប់ហើយលោក Xabi Alonso បើកចំហក្នុងការរក្សាគាត់ក្លឹប Premier League ជាច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្ដូរមួយសម្រាប់កីឡាករប្រេស៊ីលដោយ Arsenal បាននិយាយថានឹងប្រជែងជាមួយ Chelsea សម្រាប់ការចុះហត្ថលេខាលើរូបគាត់នៅរដូវក្តៅនេះក្លឹប Manchester City ធ្លាប់ចាប់អារម្មណ៍នឹងអាចធ្វើរឿងនេះឡើងវិញនៅពេលដែលពួកគេបាននឹងកំពុងរៀបចំក្រុមឡើងវិញក្រោមការដឹកនាំរបស់លោក Pep Guardiola កីឡាករ Rodrigo មិនមានឈ្មោះក្នុងក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការដឹកនាំដំបូងរបស់លោក Carlo Ancelotti ដោយត្រូវបានបញ្ជាក់ថាគាត់ត្រូវការស្ដារកាយសម្បទានិងផ្លូវចិត្តរបស់គាត់ឡើងវិញគាត់ត្រូវបានគេនិយាយថាមានថាមពលជាថ្មីក្រោយគាត់បានជួបជាមួយនាយកក្លឹបបាល់ទាត់ Real Madrid ដោយមិនមានបញ្ហាហើយគាត់មានបំណងប្រាថ្នាចង់បន្តលេងឲ្យក្លឹបកីឡាករសញ្ជាតិប្រេស៊ីលឥឡូវនេះទំនងជានឹងក្លាយជាផ្នែកមួយនៃក្រុមក្លឹប World Cup របស់ Alonso ដែលបង្ហាញអំពីការទទួលបានឱកាសសម្រាប់គាត់ក្នុងការបញ្ចេញនូវគុណតម្លៃដែលអាចមានអនាគតនៅក្លឹប Real Madrid